ជំរាបសួរបងម៉ាក់តើបងម៉ាក់ចង់ចម្អិនហូបតែម្ដងអាចញ៉ាំបានទាំងក្មេងៗទូទៅនៅក្នុងគ្រួសារហើយនិងមនុស្សធំនៅក្នុងគ្រួសារដែរឬទេនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញជូនពីត្រីអប់ក្នុងกระดาษអាលុយមីញ៉ូមដែលជាមុខម្ហូបដែលនាងខ្ញុំចម្អិនសម្រាប់កូន3ឆ្នាំនិង6ឆ្នាំនិងនាងខ្ញុំខ្លួនឯងផ្ទាល់ញ៉ាំផងដែរគ្រឿងផ្សំគឺមាននៅខាងដើមវីដេអូនេះហើយឥឡូវគឺយើងចូលទៅដល់វិធីចម្អិនជាមួយគ្នាតែម្ដងជាដំបូងគឺយើងយកផ្សិតដែលលាងហើយយកមកហាន់ជាចំណិតបន្ទាប់មកគឺយើងចិតហាន់ខ្ទឹមបារាំងគឺជាចំណិតដូចនៅក្នុងវីដេអូនេះយ៉ាងដូចនេះដែរបន្ទាប់ពីហាន់ខ្ទឹមបារាំងហើយនិងផ្សិតរួចហើយគឺយើងដាក់ចានមួយទឹកមួយឡែកបន្ទាប់មកគឺយើងយកกระดาษអាលុយមីញ៉ូមមួយសន្លឹកបើយើងអត់មានកระดาษអាលុយមីញ៉ូមទេយើងអាចប្រើចានដែលមានគម្របណាមួយក៏បានដូចគ្នាហើយយើងតម្រៀបខ្ទឹមបារាំងនៅបានបន្ទាប់មកយើងតម្រៀបផ្សិតហាន់ជាចំណិតរួចហើយយើងយកត្រីសាម៉ាន់មួយកង់ប្រហែលជា100ក្រាមយកមកដាក់បន្ទាប់ពីលើដូចនៅក្នុងវីដេអូនេះដែរហើយយើងហាន់ប៊ឺសាបមួយចំណិតប្រហែលជា5ក្រាមដាក់នៅលើត្រីសាម៉ាន់បន្ទាប់មកគឺយើងចាប់ដើមខ្ចប់បិទกระดาษអាលុយមីញ៉ូមដោយយើងខ្ចប់ខាងវែងមុនគឺយើងបត់ខាងចុងសងខាងกระดาษអាលុយមីញ៉ូមចូលគ្នាហើយបត់ផ្ចិតចូលដូចនៅក្នុងវីដេអូដែលនាងខ្ញុំបានបង្ហាញនេះបន្ទាប់ពីផ្ចិតខាងវែងបានជាប់ចូលគ្នាល្អហើយគឺយើងចាប់ដើមផ្ចិតបន្ទះกระดาษអាលុយមីញ៉ូមនេះនៅខាងខ្លីទាំងពីរសងខាងឲ្យបានជិតដូចគ្នាដែរដើម្បីកុំឲ្យជ្រាបទឹកចូលនៅក្នុងខ្ទះបាតរាងធំមួយយើងដាក់ទឹកប្រហែលជា1សង់ទីម៉ែត្របន្ទាប់មកគឺយើងដាំឲ្យពុះហើយយើងដាក់កញ្ចប់ត្រីសាម៉ាន់ដែលយើងបានខ្ចប់ចិត្តនេះរួចហើយចូលទៅចំហុយដោយបិទគម្របហើយយើងចំហុយប្រហែលជា15នាទីក្រោមភ្លើងមធ្យមបន្ទាប់ពី10ម៉ោងហើយគឺយើងបិទភ្លើងទុករៀងបាត់ក្តៅបន្តិចយើងស្រង់ចេញយកមកដាក់ចានបន្ទាប់មកគឺយើងបើកកញ្ចប់នេះហើយរោយស្លឹកជីវ៉ាន់ស៊ុយបន្តិចបន្តួចហើយបន្ទាប់មកគឺយើងចាក់ទឹកស៊ីអ៊ីវ1ស្លាបព្រាកាហ្វេឬក៏នៅក្នុងវីដេអូនេះគឺនឹងខ្ញុំប្រើទឹកស៊ីអ៊ីវរាងជូរ2ស្លាបព្រាកាហ្វេខ្ញុំជួយកាត់សាច់ត្រីហើយនិងបន្លែឲ្យទៅជាដុំតូចៗទៅតាមសមត្ថភាពទំពាររបស់កូននៅពេលញ៉ាំសូមអរគុណ